តាំងពីបង្ករឿងជាមួយនឹងកម្ពុជាមកឃើញថាប្រទេសសៀមនាពេលបច្ចុប្បន្ននេះកំពុងតែរញ៉េរញ៉ៃជាខ្លាំងបែកបាក់ជាពិសេសជនជ្រុលនិយមគ្មានអ្នកណាស្ដាប់អ្នកណាទេសេដ្ឋកិច្ចក៏ធ្លាក់ចុះខូចឈ្មោះលើឆាកអន្តរជាតិតាំងពីបន្តបង្កសង្គ្រាមជាមួយនឹងកម្ពុជាឥតឈប់ឥតឈរនេះមកឃើញថាថៃដូចជាគ្មានចំណេញដល់កន្លែងណាទាល់តែសោះនាពេលបច្ចុប្បន្ននេះបាទសួស្តីបងប្អូនអ្នកនិយមនឹងតាមដាននៅព័ត៌មានជាតិនិងអន្តរជាតិជាទីគោរពនិងជាទីរាប់អានបងប្អូនយើងដឹងហើយថាថៃនាពេលបច្ចុប្បន្ននេះគឺកំពុងតែបែកបាក់ផ្ទៃក្នុងរង្គោះរង្គើបាទគ្រប់ទីកន្លែងទាំងអស់រញ៉េរញ៉ៃគ្មានអ្នកណាស្ដាប់អ្នកណានោះទេចឹងបងប្អូនយើងទាំងអស់គ្នាមកស្ដាប់ការវិភាគនេះជាមួយនឹងខ្ញុំបាទទាំងអស់គ្នាលំអិតនៅព័ត៌មានពិតជូនទៅកាន់ពុកម៉ែបងប្អូនតែម្ដងតាក់ទិនទៅនឹងប្រទេសសៀមតើសៀមបច្ចុប្បន្ននេះបង្កចំនួនជាមួយនឹងកម្ពុជាបានចំណេញអ្វីខ្លះទៅហើយតើកម្ពុជាយើងនៅពេលដែលសៀមបន្តគ្រប់ដណ្ដប់សង្គ្រាមជាមួយយើងមកដល់ពេលបច្ចុប្បន្ននេះតើយើងមានខាតឬក៏បាត់បង់អ្វីដែរនោះទេចឹងខ្ញុំបាទនឹងចែករំលែកនៅបាទការវិភាគនេះជូនទៅកាន់ពុកម៉ែបងប្អូនតែម្ដងសង្គមថៃមើលទៅដូចជារញ៉េរញ៉ៃខ្លាំងណាស់នាពេលបច្ចុប្បន្ននេះគឺចាប់តាំងពីបង្កចំនួនជាមួយនឹងកម្ពុជាមកឯកម្ពុជាយើងវិញអ្វីត្បិតតែនៅមានអ្នកប្រឆាំងក៏ពិតមែនប៉ុន្តែនៅផ្ទៃខាងក្នុងនៃប្រទេសមិនភាពរញ៉េរញ៉ៃដូចជាការបាត់សណ្ដាប់ធ្នាប់ដោយប្រទេសថៃឡើយថៃបាត់សណ្ដាប់ធ្នាប់រញ៉េរញ៉ៃមិនដឹងអ្នកណាមានអ្នកណាកោយទេថ្នាក់ដឹកនាំមួយចំនួននឹងសុទ្ធសឹងតែរកស៊ីខុសច្បាប់កំពុងតែប្រកួតប្រជែងគ្នាអ្នកខ្លះនឹងលាលែងពីតំណែងជារឿយទៅហើយនៅថៃរាប់ចាប់តាំងពីប្រជាជនអ្នកនយោបាយយោធានិងថ្នាក់ដឹកនាំជួយរដ្ឋាភិបាលគឺលែងស្ដាប់គ្នាទៅហើយនិយាយផ្ដើមចេញពីប្រជាជនទៅប្រជាជនរបស់ថៃមួយផ្នែកគឺត្រូវបានគេដាក់ឈ្មោះឲ្យជាឈ្មោះថាក្រុមជ្រុលនិយមថៃក្រុមនេះតែងតែបង្កគ្រោះថ្នាក់ដល់សង្គមព្រោះតែភាពជ្រុលនិយមរបស់ពួកគេហើយពួកគេធ្វើអ្វីៗដោយមិនសូវគិតអំពីផលវិជ្ជមានឡើយរយៈពេល2ថ្ងៃគឺថ្ងៃទី21និង22ខែតុលាឆ្នាំ2025នេះជាក់ស្ដែងមន្ត្រីកម្ពុជារបស់យើងនិងមន្ត្រីរបស់ថៃបានបើកកិច្ចប្រជុំចរចាគ្នានៅក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែនចម្រុះប្រទេសទាំងពីរដែលហៅកាត់ថា JBC នៅក្នុងខេត្តច័ន្ទបុរីរបស់ប្រទេសថៃជាប់ព្រំដែនជាមួយនឹងកម្ពុជាយើងស្រាប់តែត្រូវក្រុមជ្រុលនិយមរបស់ថៃទាំងអស់នេះគេបាននាំគ្នាទៅធ្វើបាតកម្មនឹងទៅតឹងទឹះតែម្ដងដោយស្រែករលេរលោរឡាបង្កការរំខានដល់កិច្ចប្រជុំនេះហើយជាក់ស្ដែងបងប្អូនដឹងហើយបាទកាលពីថ្ងៃទី16ខែតុលានោះវិញប្រជាជនរបស់ថៃបបួលគ្នាទៅធ្វើបាតកម្មនៅក្នុងមុខស្ថានទូតកម្ពុជាក្នុងរដ្ឋធានីក្រុងបាងកកដែលទាំងទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរត្រូវបានកាត់បន្ថយបាទពីកម្រិតការទូតពេញលក្ខណៈមកត្រឹមតែនៅកម្រិតលេខាទៅហើយស្ថានទូតប្រទេសទាំងពីរនាពេលនេះមិនមានមន្ត្រីបម្រើការពេញលេញនោះទេប៉ុន្តែពួកគេហាក់បីដូចជាមិនដឹងអញ្ចឹងនៅតែបន្តយ៉ាងក៏ឃ្លឿនទៅធ្វើរឿងមួយនេះហើយអ្វីដែលហួសចិត្តបំផុតនោះគឺពួកគេបានធ្វើបាតកម្មនេះដើម្បីទាមទារឲ្យប្រជាជនកម្ពុជាចាកចេញអំពីភូមិប្រច័ណ្ឌនិងភូមិជោគជ័យដែលជាទឹកដីបាទរបស់កម្ពុជាផងដែរមានពេលខ្លះប្រជាជនរបស់ថៃត្រូវបានក្រុមអ្នកប្រឆាំងអូសទាញឲ្យធ្វើបាតកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលរបស់ខ្លួនឯងដូចជាប្រឆាំងទៅនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលនិងទាមទារឲ្យលុបចោលនៅអនុសរណៈនានាជាមួយនឹងកម្ពុជាយើងជាដើមងាកមកមើលបាទឯប្រទេសថៃនាពេលបច្ចុប្បន្ននេះក៏កំពុងតែរង្គោះរង្គើខ្លាំងផ្នែកផ្ទៃក្នុងហើយឥឡូវនេះបងប្អូនយើងដឹងហើយថាកាន់ចំខ្លាំងដែលជាបុគ្គលតែតែរង្គោះរង្គើបង្កភាពរញ៉េរញ៉ៃអសិលធម៌ធ្វើឲ្យបរទេសនៅក្នុងពិភពលោកបាទមើលឃើញថាថៃគឺជាប្រទេសដែលអន់បំផុតនោះឥឡូវនេះគឺកំពុងតែជាប់ពាក់ព័ន្ធជាមួយនឹងបាទលុយកខ្វក់បានន័យថាគាត់គឺជាអ្នកបង្កើតនៅមូលនិធិតែធៀបពិតទៅមិនមែនជាមូលនិធិរបស់គាត់ជាអ្នកបង្កើតទេគឺលុយកខ្វក់ដែលមានមេដឹកនាំរបស់គាត់នឹងគឺជាអ្នកឲ្យយកមកបម្រើជាមួយនឹងការធ្វើនឹងទង្វើអាក្រក់ប្រេយផ្សៃមកលើប្រជាជនកម្ពុជាកាន់ចំខ្លាំងបងប្អូនប្រកាសជានៅចាំបរោះដែលមានរហស្សនាមថាបាទអធិរាជលីមុខរបស់ប្រទេសសៀមតែងតែរកនៅគំនិតបាទខុសពីគេខុសពីឯងទី1គឺបាទរកគំនិតឃើញថាដឹកទឹកលិមួកទឹកស្អុយនឹងយកមកបាញ់ដាក់លើប្រជាជនកម្ពុជានៅព្រៃច័ន្ទនិងជោគជ័យទី2បាទបន្តនឹងបង្កបាទចាក់នៅសម្លេងខ្មោចយំចាក់នៅសម្លេងធុងបាសបន្លេងសម្លេងលឺខ្លាំង
ចាក់ធ្វើនៅរូបភាពខ្មោចអាបព្រាជាដើមដើម្បីឲ្យប្រជាជននៅក្នុងតំបន់ព្រៃច័ន្ទនិងជោគជ័យនឹងពួកគាត់ខ្លាចរអាគេងមិនបានគេងមិនលក់អាចប្រហែលជាពួកគាត់នឹងត្រូវឈឺបាទនឹងអាចរើចេញពីតំបន់នោះប៉ុន្តែប្រជាជនកម្ពុជាយើងមិនមែនអញ្ចឹងទេទឹកដីរបស់ពួកគាត់មិនអាចចោះចេញតាមតែការនឹកឃើញតាមតែការធ្វើនៅទង្វើអាក្រក់បាទជនថោកទាបនេះមកលើកម្ពុជានោះទេឥឡូវនេះខ្ញុំស្រែកស្បែកហៅឲ្យបងប្អូនមានតែគុកទេសម្រាប់កីឡាករនេះមានតែគុកទេព្រោះអីគេតាមតន់ជួនកែងហើយចង់ប្រកែកក៏ប្រកែកលេងបានដែរឥឡូវនេះទៀតបងប្អូនយើងគេកំពុងតែរកមេធំនៅពីក្រោយនៃរឿងនេះចឹងសង្ឃឹមថាឆាប់នេះបាទកាន់ចំផ្លាំងនឹងត្រូវបានវាយខ្នោះហើយជាប់គុកផងដែរតោះបងប្អូនយើងងាកមើលមកខាងកម្ពុជាយើងវិញបាទខាងកម្ពុជាយើងថ្នាក់ដឹកនាំកម្ពុជាតែងតែអំពាវនាវម្ដងហើយម្ដងទៀតកុំឲ្យប្រជាជនធ្វើបាតកម្មណាមួយប្រឆាំងទៅនឹងស្ថានទូតរបស់ថៃនៅក្នុងរដ្ឋធានីភ្នំពេញឬធ្វើសកម្មភាពខុសឆ្គងណាមួយលើប្រជាជនរបស់ថៃនិងអ្នករកស៊ីជនជាតិថៃដែលកំពុងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាដូចជាការអំពាវនាវរបស់ថ្នាក់ដឹកនាំប្រជាជនកំពុងតែធ្វើសកម្មភាពទាំងនេះម្ដងណាឡើយអញ្ចឹងមានន័យថាយើងមិនដែលបានធ្វើម្ដងណាឡើយបើទោះបីជាខឹងថៃខ្លាំងយ៉ាងណាក៏ដោយក៏យើងបាទមិនបានធ្វើរឿងដែរដោយសារតែយើងនឹងស្ដាប់ជាមួយនឹងបាទថ្នាក់ដឹកនាំរបស់យើងចំពោះអ្នកនយោបាយវិញនៅពេលនេះបាទមិនមែនជារបៀបបញ្ចេញមតិតាមបែបប្រជាធិបតេយ្យសេរីពហុបកនោះទេតែចូលជាលក្ខខណ្ឌឆ្លុះទាស់ទែងនិងបែកបាក់គ្នាអ្នកនយោបាយគណៈបកនានាជាពិសេសបកធំរបស់ថៃដែលមានប្រជាជនគាំទ្រច្រើនកំពុងតែខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅលើដំណោះស្រាយចំនួនព្រំដែនជាមួយនឹងកម្ពុជាបើព្រំដែនជាមួយនឹងកម្ពុជាវិញឬត្រូវតែបិទបន្តលុបអនុសរណៈបាទ MOU ជាមួយនឹងកម្ពុជាឬក៏ទុកបន្តទាំងនេះគឺជាចំណុចខ្លះដែលអ្នកនយោបាយថៃទាំងបាទប្រឆាំងនឹងកាន់អំណាចកំពុងតែប្រកែកគ្នាមិនទាន់ចប់នោះទេអញ្ចឹងនៅក្នុងជួររដ្ឋាភិបាលរបស់ថៃបងប្អូនឃើញហើយនេះគឺជាចំណុចដែលខ្ញុំលើកឡើងនេះកំពុងតែខ្វែងគំនិតគ្នាកំពុងតែឆ្លុះគ្នាបាទខ្លាំងមែនទែនជាការកត់សម្គាល់អ្នកនយោបាយរបស់ថៃខ្លះមិនមែនប្រកែកគ្នាដើម្បីតែរកខុសត្រូវឬរកដំណោះស្រាយជាមួយកម្ពុជាពិតប្រាកដឡើយតែពួកគេប្រឹងប្រែងនិយាយនិងខិតខំធ្វើសកម្មភាពដើម្បីទាញផលប្រយោជន៍និងប្រជាប្រិយភាពសម្រាប់បរិយាខ្លួនតែប៉ុណ្ណោះនេះជាហេតុផលដែលធ្វើឲ្យអ្នកនយោបាយនិងស្ថានភាពនយោបាយនៅក្នុងស្រុកថៃមិនអាចរកដំណោះស្រាយរួមគ្នាបានឡើយហើយថែមទាំងជះឥទ្ធិពលអវិជ្ជមាននៅក្នុងការដោះស្រាយជម្លោះជាមួយនឹងកម្ពុជាផងដែរឥឡូវនេះយើងងាកមកនិយាយពីយោធានិងរដ្ឋាភិបាលគេដឹងហើយនឹងឃើញច្បាស់ហើយថានៅប្រទេសថៃយោធាផ្សេងរដ្ឋាភិបាលផ្សេងរដ្ឋាភិបាលឬនាយករដ្ឋមន្ត្រីគ្មានសិទ្ធិអំណាចបន្តិចសោះឡើយនៅក្នុងការគ្រប់គ្រងយោធាមិនត្រឹមតែគ្មានអំណាចនៅលើយោធានោះទេតែលោកនាយករដ្ឋមន្ត្រីរបស់ថៃលោកអនុទិនឆានវរៈគុលថែមទាំងមិនខ្លាចរអាយោធាទៀតផងហេតុដូច្នេះហើយទើបបានជាយោធាអាចធ្វើអ្វីតាមចិត្តចឹងបានន័យថាលោកអនុទិននឹងគឺគាត់ខ្លាចយោធាបងប្អូនយើងបាទនាយករដ្ឋមន្ត្រីខ្លាចយោធាហើយដូច្នេះហើយទើបធ្វើឲ្យយោធានឹងគាត់បានចិត្តគាត់ចង់ថាអីក៏បានដែរបាទគាត់ចង់ធ្វើអ្វីក៏បានតាមអំពើចិត្តរបស់គាត់ចឹងបានជាប្រទេសនេះនាពេលបច្ចុប្បន្ននេះកំពុងតែកើតកលយុគណាបងប្អូនណាបាទខុសឬត្រូវនាំគ្នាបាទបង្កើតនៅបញ្ហាស្រាលជាមួយកម្ពុជាឬក៏អត់នោះក៏លោកអនុទិនមិនសូវឈឺក្បាលវិលមុខប៉ុន្មានឡើយបាទចឹងនៅក្នុងរឿងនេះក៏ចង់បាននិយាយថាបាទខុសឬក៏ត្រូវបាទគួរតែនាំគ្នានឹងកាត់បន្ថយជាបញ្ហាតែយើងជាអ្នកដឹកនាំគេយើងត្រូវតែលើកបញ្ហានេះយកមកនិយាយប៉ុន្តែលោកអនុទិនអត់ទេគាត់អត់សូវឈឺក្បាលវិលមុខប្រហែលឡើយចង់ធ្វើទៅឲ្យតែកុំឲ្យបាត់ដីរបស់គាត់នេះគាត់និយាយអញ្ចឹងឲ្យថែមទាំងឧបត្ថម្ភលុយទៀតផងដោយសារតែមានរយៈពេលត្រឹមតែ4ខែនៅក្នុងការកាន់អំណាចជានាយករដ្ឋមន្ត្រីនេះទើបបានជាលោកមិនធ្វើតាមគោលការណ៍ជាក់លាក់និងផ្ទុយមកវិញលោកធ្វើអ្វីតែប្រជាប្រិយភាពហើយគិតតែពីប្រឹងប្រែងយកចិត្តប្រជាជននិងយោធាតែប៉ុណ្ណោះដោយរំពឹងថាលោកនឹងអាចឈ្នះឆ្នោតជានាយករដ្ឋមន្ត្រីបន្តនៅឆ្នាំ2026នៅក្នុងជួរយោធាបន្ថែមទៀតសោតក៏មិនសូវស្ដាប់បង្គាប់ឬបទបញ្ជាទៅតាមឋានានុក្រមដែរថ្នាក់ដឹកនាំយោធាសម្រាប់បែបនេះហើយយោធាឬក៏ទាហានថ្នាក់ក្រោមដែលឈរជើងនៅតាមតំបន់បែរជាធ្វើបែបនោះទៅវិញដោយបច្ចុប្បន្ននេះបងប្អូនដឹងហើយថាបាទលោកប៊ុនស៊ីតផាត់ខ្លាំងអស់តំណែងទៅហើយបច្ចុប្បន្នត្រឹមតែទីប្រឹក្សាអគ្គមេបញ្ជាការតែប៉ុណ្ណោះតែបើជាគាត់មានសិទ្ធិនឹងបាននិយាយថាគាត់មិនអោយដកកងទ័ព
ចេញពីតំបន់ព្រំដែននោះទេកន្លែងណាដែលគាត់ឈរជើងកន្លែងនោះគឺជាទឹកដីរបស់គាត់តែជាធាតុពិតគឺជាទឹកដីរបស់កម្ពុជាយើងនោះទេអញ្ចឹងគឺបាទគាត់គឺអត់មានស្ដាប់មេស្ដាប់កោយទេបាទក្នុងនាមគាត់បច្ចុប្បន្ននេះមិនមែនជាមេទេគឺជាកូនចៅរបស់គេនោះទេបាទអញ្ចឹងថ្នាក់ដឹកនាំយោធាគាត់សម្រេចបែបនេះប៉ុន្តែទាហានថ្នាក់ក្រោមហ្នឹងគឺអត់មានស្ដាប់ទេបាទបើមិនខ្វះទេឧទាហរណ៍អំពីរឿងមួយនេះបាទថ្នាក់ដឹកនាំយោធាកម្ពុជាថៃបានជួបប្រជុំគ្នាច្រើនលើកច្រើនសារដូចជាបាទកិច្ចប្រជុំក្របខ័ណ្ឌគណៈកម្មាធិការព្រំដែនយុទ្ធភូមិភាគបាទ RBC ជាដើមដើម្បីកាត់បន្ថយភាពតានតឹងជាមួយគ្នាប៉ុន្តែកងកម្លាំងរបស់ថៃបាទទាំងយោធានិងនគរបាលបានចូលធ្វើសកម្មភាពឈ្លានពានកម្ពុជាដដែលពិសេសនៅក្នុងភូមិប្រច័ណ្ឌនិងជោគជ័យដូចជាដាក់បលាលួសប្រើនៅគ្រឿងចាក់ឈូសឆាយដីស្រែចម្ការប្រជាពលរដ្ឋកម្ពុជាចាក់សម្លេងរំខានធ្វើឲ្យជនកម្ពុជាពេលយប់ហ្នឹងអត់បានសម្រាកហើយសកម្មភាពចុងក្រោយនេះគឺកើតឡើងគឺគេប្រើគ្រឿងចាក់កំទេចផ្ទះប្រជាជនជាច្រើនគ្រួសារនៅក្នុងតំបន់នោះផងដែរបាទដូចជានៅជួរយោធាជាដើមបច្ចុប្បន្ននេះនៅក្នុងរដ្ឋាភិបាលក៏មិនដឹងថាអ្នកណាស្ដាប់អ្នកណាដែររឿងតែមួយជួនកាលអ្នកនោះនិយាយអីចេះអ្នកនោះនិយាយអីចោះឧទាហរណ៍លោកណដ្ឋភុនបាទណភនិចរដ្ឋមន្ត្រីក្រសួងការពារជាតិប្រកាសថាបើថៃមិនបានធ្វើដូចជាការទាមទារខ្លួននឹងមិនចុះហត្ថលេខាឡើយតែមួយថ្ងៃពីរថ្ងៃក្រោយមកលោកសីហភូមិកេតកែវរដ្ឋមន្ត្រីការបរទេសក៏បានប្រកាសផ្ទុយទៅវិញថាថៃនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដែលដូចផ្ដើមគំនិតឡើងដោយលោកដូណាល់ត្រាំជាប្រធានាធិបតីសហរដ្ឋអាមេរិកបញ្ហាដែលកើតចេញពីប្រជាជននិងអ្នកនយោបាយយោធានិងរដ្ឋាភិបាលធ្វើឲ្យសង្គមថៃប្រែក្លាយជាមានភាពរញ៉េរញ៉ៃបែកបាក់ក្រុមជលនិយមគ្មានអ្នកណាស្ដាប់អ្នកណាសេដ្ឋកិច្ចក៏ធ្លាក់ចុះខូចឈ្មោះនៅលើឆាកអន្តរជាតិដែលខំសាងរាប់រយខែឆ្នាំមកហើយផងដែរភាពរញ៉េរញ៉ៃការបែកបាក់គ្មានអ្នកណាស្ដាប់អ្នកណាចំណុចទាំង3នេះត្រូវបានពិពណ៌នាខាងលើរួចមកហើយដូច្នេះយើងនឹងមិនលម្អិតបន្ថែមឡើយសូមបរិយាយបន្ត3ចំណុចទៀតរួមមានភាពជលនិយមសេដ្ឋកិច្ចធ្លាក់ចុះនិងការខូចខាតលើឆាកអន្តរជាតិទី1ជលនិយមពេលខ្លះគេមើលឃើញភាពជលនិយមខ្លាំងនៅក្នុងប្រទេសថៃសូម្បីតែការបញ្ចេញមតិក៏មិនបានលោកស្រីអង្កាណានីឡាផៃជីតសមាជិកប្រសិទ្ធិបាទរបស់ថៃជនជាតិអ៊ីស្លាមរងការគំរាមសម្លាប់មួយគ្រួសារពីសំណាក់ក្រុមជននិយមបន្ទាប់ពីលោកស្រីរិះគន់សកម្មជននិងអាជ្ញាធរថៃដែលបានរៀបចំធុងបាសនិងមេក្រូដើម្បីចាក់រំខានប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យនិងភូមិប្រច័ណ្ឌដែលធ្វើឲ្យពួកគាត់មិនអាចសម្រាកសម្រាប់បាននាពេលយប់មកដល់ពេលនេះពុំទាន់មានចំណាត់ការច្បាស់ថាឬក៏មានការស្រាវជ្រាវតាមចាប់អ្នកគំរាមនោះទេទាំងដែលការគំរាមនេះគឺជាបទល្មើសដ៏ធ្ងន់ធ្ងរផងដែរទី3សេដ្ឋកិច្ចធ្លាក់ចុះរបាយការណ៍ពីរដ្ឋាភិបាលថៃខ្លួនឯងបានបង្ហាញថាថៃប្រឈមមុខទៅនឹងការខាតថវិការហូតទៅដល់ 3.1 លានពាន់ដុល្លារឯណោះបើហ៊ាននៅតែបន្តបិទព្រំដែនជាមួយនឹងកម្ពុជាដល់បំណាច់ឆ្នាំ2025ជាមួយគ្នានេះផលិតផលនៅក្នុងស្រុកបាទសរុបរបស់ថៃឬនិយាយជាភាសាសាមញ្ញថាកំណើនសេដ្ឋកិច្ចថៃបានថយចុះធនាគារអភិវឌ្ឍន៍អាស៊ីបាទ ADB បានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ថៃគឺបានកើនឡើងត្រឹមតែ 2% ចាប់តាំងពីខែមេសាមកនៅក្នុងឆ្នាំ2025នេះហើយឈានចូលទៅដល់ឆ្នាំ2026មានការថយចុះបន្ថែមទៀតនៅសល់ប្រមាណតែ 1.6% ប៉ុណ្ណោះបើប្រៀបធៀបគ្នាកំណើនសេដ្ឋកិច្ចជាមួយនឹងកម្ពុជាវិញបែរជាកម្ពុជាយើងនឹងមានសេដ្ឋកិច្ចកើនខ្ពស់ជាងថៃទៅវិញផ្អែកលើរបាយការណ៍ព្យាករណ៍របស់បាទ ADB ដដែលសេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើង 4.9% ពីខែមេសានៅក្នុងឆ្នាំ2025នេះហើយនឹងបន្តឡើងទៅ 5% នៅក្នុងឆ្នាំ2026ខាងមុខបាទខូចឈ្មោះនៅលើឆាកអន្តរជាតិសម្រាប់ប្រទេសថៃគឺមានរឿងរ៉ាវជាច្រើនដែលបង្កឡើងទៅដោយថៃខ្លួនឯងហើយធ្វើឲ្យខូចឈ្មោះខ្លួនឯងឈ្មោះប្រទេសខ្លួនឯងលើឆាកអន្តរជាតិក៏ដោយខ្លួនឯងដែរសូមនិយាយទូទៅចុះសម្រាប់ប្រទេសថៃគឺបានទាមទារឲ្យប្រើគូសផែនទីដោយខ្លួនឯងនៅក្នុងការដោះស្រាយបញ្ហាតាមព្រំដែនជាមួយនឹងបាទកម្ពុជាចឹងគេចង់បានន័យថាគេនឹងគេយកអាផែនទីคล้ายៗរបស់គេហ្នឹងគេយកគូសខ្លួនឯងអីខ្លួនឯងយកមកឲ្យកម្ពុជាមើលហើយបោះព្រំប្រទល់តាមនឹងតែម្ដងដូច្នេះរឿងនេះគឺមិនត្រូវនោះទេចំណែកឯកម្ពុជាវិញរក្សាជំហរប្រើប្រាស់ជាមួយនឹងផែនទីបន្សល់ទុកពីបារាំងដែលជាឯកសារស្របច្បាប់អន្តរជាតិនិងទទួលស្គាល់ដោយអន្តរជាតិថៃបើកការបាញ់ប្រហារមុនកាលពីថ្ងៃទី24ខែកក្កដាធ្វើឲ្យកម្ពុជាគ្មានជំរើសក្រៅពីបាញ់ការពារខ្លួនបទឈប់បាញ់ត្រូវបានបង្កើតឡើងរួចទៅហើយ
តែថៃនៅតែបន្តឈ្លានពានកម្ពុជាដូចជាប្រើល្បិចចាប់កងទ័ពរបស់កម្ពុជារហូតមកដល់ពេលនេះបាទ18នាក់មិនទាន់បានដោះលែងនិងឈានចូលទៅដល់ការដាក់បន្លាលួសឈូសឆាយដីធ្លីកំទេចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជានិងបន្តចាក់សម្លេងរំខានដល់ប្រជាជនកម្ពុជាឡាក់ពេលចូលមកបំពេញយោធារបស់ថៃបានបង្កឲ្យព្រះសង្ឃប្រជាពលរដ្ឋនិងកងកម្លាំងកម្ពុជារងរបួសដោយសារតែអាវុធរបស់ពួកគេដូចជាគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកគ្រាប់កំភ្លើងក្បាលជ័រចំពាមកៅស៊ូបាញ់គ្រាប់ឃ្លីនិងឧបករណ៍បំពងសម្លេងដែលហៅថាអាវុធសូរស័ព្ទទៀតផងអំពើឈ្លានពាននិងសកម្មភាពខុសច្បាប់របស់យោធាថៃបើអង្គុយរៀបរាប់វិញគឺមិនងាយអស់នោះទេម្ល៉េះហើយទើបបានជានៅលើវេទិកាអន្តរជាតិនានាតំណាងរបស់ប្រទេសថៃមិនដែលនិយាយឈ្នះតំណាងកម្ពុជាឡើយព្រោះវាជាការពិតហើយម្យ៉ាងវិញទៀតខាងកម្ពុជាមានភស្តុតាងជាក់ស្ដែងមិនអាចប្រកែកបានដែលបង្ហាញអំពីការឈ្លានពាននិងសកម្មភាពខុសច្បាប់របស់ថៃដោយសារតែបាក់មុខគ្រប់វេទិកាអន្តរជាតិរបស់ថៃក៏បានចេញសេចក្តីថ្លែងការណ៍ចោទកម្ពុជាថាដើរបង្ខូចកេរ្តិ៍ឈ្មោះរបស់ថៃតាមវេទិកាអន្តរជាតិតែកម្ពុជាតាមរយៈស្ថាប័ននីតិបញ្ញត្តិទាំងពីរគឺរដ្ឋសភានិងព្រឹទ្ធសភាក៏បានចេញសេចក្តីថ្លែងការណ៍ត្រឡប់ទៅវិញដោយបានទាត់ចោលជាមួយនឹងការចាត់ប្រកាន់មិនសមហេតុមិនសមផលរបស់ថៃផងដែរសរុបមកចាប់តាំងពីការឈ្លានពាននិងបង្កបញ្ហាដាក់កម្ពុជាជាហូរហែមកថៃក៏បានចាប់ផ្ដើមមានបញ្ហាទាំងផ្នែកនយោបាយទាំងផ្នែកសង្គមមួយផ្នែកដោយសារតែចង់ឈ្នះកម្ពុជាខ្លាំងពេករហូតដល់ថ្នាក់ធ្វើអ្វីៗលេងដឹងខុសលេងដឹងត្រូវនិងលេងចេះខ្មាស់អៀនចំពោះអន្តរជាតិជាពិសេសយោធារបស់ថៃតែម្ដងមួយផ្នែកដោយសារតែសង្គមឬផ្ទៃក្នុងថៃខ្លួនឯងមានន័យថាអ្នកនយោបាយគិតតែពីការប្រជែងគ្នានិងដណ្ដើមផលប្រយោជន៍រៀងៗខ្លួនខណៈដែលប្រជាជនខ្លះជាប់ស្អិតនៅក្នុងភាពជ្រុលនិយមរបស់ខ្លួនដោយសារតែរងឥទ្ធិពលពីអ្នកនយោបាយជ្រុលនិយមដូចគ្នាផងដែរចំណុចនៃកលឹះមួយដើម្បីអាចដោះស្រាយនៅបញ្ហាទាំងនេះបានលុះត្រាតែថៃមានអ្នកដឹកនាំដែលមានអំណាចពិតប្រាកដជាពិសេសអំណាចលើយោធាបើថៃមានមេដឹកនាំដែលមានអំណាចគ្រប់គ្រាន់នោះក៏ងាយនឹងដោះស្រាយបញ្ហាជាមួយកម្ពុជាដែរដោយបរិយាយខាងលើនៅថៃដោយសារតែរាជរដ្ឋាភិបាលសម្រាប់សេចក្តីឬដាក់ចេញនៅគោលការណ៍ហើយស្រាប់តែថ្នាក់ក្រោមឬយោធាបែរជាអនុវត្តផ្សេងពីសេចក្តីសម្រេចទៅវិញនេះជាហេតុបណ្ដាលឲ្យនាំឲ្យកម្ពុជាមានការលំបាកធ្វើការជាមួយនឹងថៃដើម្បីស្វែងរកដំណោះស្រាយជាមួយប្រទេសជិតខាងមួយនេះខ្លាំងណាស់ចឹងបងប្អូនយើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងរឿងរ៉ាវរង្គោះរង្គើខ្លាំងណាស់របស់ប្រទេសសៀមនេះធ្វើអីក៏មិនត្រូវដែរដោយសារតែថ្នាក់ដឹកនាំនឹងផ្សេងទៅយោធានឹងផ្សេងទៅកងទ័ពនឹងផ្សេងទៅប្រជាជននឹងផ្សឹងមកអញ្ចឹងនិយាយអត់ដឹងអ្នកណាស្ដាប់អ្នកណាទេទោះបីជាខុសក៏អត់ដឹងតែខុសដែរដោយសារតែគឺអត់ស្ដាប់គ្នាអត់មានមេមានកោយទេអញ្ចឹងសង្ឃឹមថាប្រទេសមួយនេះនឹងមានមេដឹកនាំល្អនៅអាណត្តិបន្ទាប់ដើម្បីស្វែងរកសុខសុវត្ថិភាពដល់ប្រជាជនទាំងសងខាងប្រជាជនដែលមិនជាអ្នកក្រុមជ្រុលនិយមអ្នកកាន់កាប់បកនោះគឺពួកគាត់ធម្មតាអញ្ចឹងគឺពួកគាត់អត់ចង់មានសង្គ្រាមទេចំណែកឯប្រជាជនដែលជាក្រុមជ្រុលនិយមរបស់បកនីមួយៗគឺពួកគេរមែងតែគេគ្រប់គ្រងបកគេហើយប្រិមិត្តយើងការចែករំលែកនៅព័ត៌មានខ្លីក៏ដល់ទីបញ្ចប់រាល់កំហុសខុសឆ្គងក៏សំខាន់តែផ្ទៃទោសបងដែរបងប្អូនយើងអរគុណច្រើនជួបគ្នាជាមួយនឹងខ្ញុំបាទបញ្ញាញ់នៅព័ត៌មានថ្មីជាបន្តទៀតផ្សាយជូនទៅកាន់ពុកម៉ែបងប្អូនផងដែរ